anh ấy là cô ní chi đặc biệtในការដែលយើងចូលទៅពិនិត្យអំពីលទ្ធផលរបស់សិស្សដែលគាត់បានធ្វើតេស្តអញ្ចឹងជាដំបូងលោកគ្រូត្រូវចូលគណនីផិនខ្លួនឯងណាគណនីលោកគ្រូអ្នកគ្រូនឹងចូលទៅក្នុងថ្នាលសិស្សបាទសិស្សព្រោះយើងថ្នាលយើងមាន3មិនអញ្ចឹងបាទថ្នាលសិស្សដែលមានពណ៌ទឹកក្រូចហ្នឹងអញ្ចឹងលោកគ្រូអ្នកគ្រូចូលមកបន្តទៀតលោកគ្រូអ្នកគ្រូផិនយើងហ្នឹងតែបើកុំព្យូទ័រយើងឃើញមានពាក្យធ្វើតេស្តបាទយើងចូលកន្លែងធ្វើតេស្តមកតមកទៀតយើងឃើញមានពាក្យបើលើកុំព្យូទ័រមានពាក្យប្រវត្តិធ្វើតេស្តតែបើទូរស័ព្ទដៃយើងមានរូបខាងក្រោម profile នេះបាទយើងចុចនៅខាងក្រោមនឹងមកបាទយើងនឹងឃើញប្រវត្តិធ្វើតេស្តទាំងអស់សិស្សបាទតែបើសិនជាលោកគ្រូអ្នកគ្រូគាត់បង្រៀន2ថ្នាក់គាត់ចង់ចូលមើលថ្នាក់ណាយើងចុចកន្លែងពាក្យតម្រងបាទអញ្ចឹងបន្ទាប់មកយើងជ្រើសរើសថ្នាក់បាទនេះថ្នាក់ជ្រើសរើសថ្នាក់ហ្នឹងទៅបាទមុខវិជ្ជាលោកគ្រូចង់មើលមុខវិជ្ជាអីគ្រូជ្រើសរើសមុខវិជ្ជាតាមនឹងមកបាទបន្តមកទៀតលោកគ្រូចង់មើលមុខវិជ្ជារងបាទវិញ្ញាសាបាទវិញ្ញាសាខ្មែរគណិតអីក្នុងហ្នឹងមានណាលោកគ្រូរើសទៅតមកទៀតគ្រូដាក់ប្រភេទវិញ្ញាសារើសវិញ្ញាសាអីគេបាទតេស្តប្រចាំខែឬក៏តេស្តអីបាទយើងរើសតាមនឹងមកបាទប្រចាំខែណាខែកក្កដាបាទនេះតមកទៀតវាមានបាទវាមានសិស្សលោកគ្រូអ្នកគ្រូចង់មើលសិស្សទាំងអស់ឬក៏មើលឈ្មោះតាមសិស្សមួយយើងចុចកន្លែងសិស្សវាចេញឈ្មោះសិស្សមួយដែលយើងចង់មើលបើលោកគ្រូចង់មើលទាំងអស់ទេគ្រូចុចជ្រើសរើសទាំងអស់ហ្នឹងមកតមកទៀតកន្លែងកាលបរិច្ឆេទនេះមានន័យថាកាលបរិច្ឆេទខាងមុខជាកាលបរិច្ឆេទចាប់ផ្ដើមកាលបរិច្ឆេទខាងក្រោយជាកាលបរិច្ឆេទគឺថ្ងៃដែលយើងចុចមើលហ្នឹងអញ្ចឹងឧទាហរណ៍ថាលោកគ្រូមើលសិស្សលោកគ្រូធ្វើតេស្តពីថ្ងៃណាមកនេះវាចេញ15ហើយថ្ងៃបញ្ចប់ថ្ងៃ15ណាមើលក្នុងថ្ងៃហ្នឹងតែបើលោកគ្រូអ្នកគ្រូចង់មើលពីថ្ងៃមុនលោកគ្រូចុចអាការបរិច្ឆេទខាងមុខនេះមកហើយលោកគ្រូអ្នកគ្រូជ្រើសរើសវាថាតើលោកគ្រូមើលត្រឹមថ្ងៃណាបាទអាចមើលតាំងពីថ្ងៃ10ទៅក៏បានឬក៏ថ្ងៃ11 12លោកគ្រូអ្នកគ្រូរើសតាមនឹងមកចុចអូខេហើយចុចអនុវត្តមកបាទអញ្ចឹងនេះឃើញសិស្សខ្ញុំបានចូលធ្វើតេស្តបាទគាត់ចូលបានធ្វើតេស្តបានលទ្ធផលហ្នឹងមានប្រមាណមានចំនួន10នាក់បាទហើយក្នុងនោះលោកគ្រូអូសមើលមានលទ្ធផលរបស់គាត់នេះថ្នាក់ទី3បាទប្រឡងប្រចាំខែកិច្ចព្រមព្រៀងលទ្ធផលរបស់គាត់ត្រូវប្រមាណជាប់ប្រមាណធ្លាក់ប្រមាណគឺមាននៅក្នុងនឹងទាំងអស់តែដោយឡែកសិស្សដែលធ្វើបានវិញ្ញាបនបត្របញ្ជាក់គឺមានអាពណ៌មានរូប3ខាងក្រោមត្រេនេះមានរូបពណ៌ខៀវសញ្ញាព្រួញចូលឲ្យពណ៌លឿងបាទពណ៌លឿងហ្នឹងគឺជាវិញ្ញាបនបត្ររបស់គាត់លោកគ្រូចុចទៅឃើញវិញ្ញាបនបត្រនៅក្នុងនឹងស្រេចបាទឃើញនេះសិស្សខ្ញុំហ្នឹងក៏បានប្រឡងថ្ងៃទីប្រហែលនេះថ្ងៃទី15ខែកក្កដាហ្នឹងគាត់បាននិទេសអ៊ីអញ្ចឹងលោកគ្រូអ្នកគ្រូអាចចុចទាញយកណាចុចកន្លែងទាញវិញ្ញាបនបត្រហ្នឹងមកវិញ្ញាបនបត្រហ្នឹងឲ្យលោកគ្រូអ្នកគ្រូហើយដើម្បី print បាទអញ្ចឹងបើក្នុងកុំព្យូទ័រវាចូលនៅក្នុងកន្លែង download លោកគ្រូចូលនៅក្នុង download ទៅតែបើទូរស័ព្ទហើយវាចូលនៅក្នុងរូបថតបាទអញ្ចឹងលោកគ្រូអ្នកគ្រូ print ឲ្យពួកគាត់ទៅបាទតាមមុខវិជ្ជាមួយដែលពួកគាត់បានធ្វើបាទអញ្ចឹងការងារហ្នឹងមានប៉ុណ្្នឹងបាទសូមអរគុណច្រើន